លីឈុនអ្នកនាងធំទីបំផុតខ្ញុំចាប់អ្នកបានហើយទីបំផុតអ្នកព្រមមកជួបខ្ញុំហើយអញ្ចឹងមានន័យថាអ្នកនៅតែបារម្ភពីខ្ញុំមែនទេសិនឈឺឥឡូវជាសង្គមនីតិរដ្ឋការដែលអ្នកបង្ខាំងមនុស្សគឺខុសច្បាប់ដឹងទេសិនឈឺលេងខ្ញុំអាអ៊ីអ្នកខ្លាចខ្ញុំមែនទេប៉ុន្តែខ្ញុំនឹកអ្នកខ្លាំងណាស់នឹកស្ទើរតែឈួតទៅហើយអ្នកមិនមែនចិត្តឈួតទេអ្នកគឺឈួតមែនទែនហើយបើអ្នកនាងធំមិនព្រមមកជួបខ្ញុំមានតែខ្ញុំបង្ខំឲ្យមកហើយឈួតក៏ឈួតចុះព្រោះមនុស្សម្នាក់នេះដណ្ដើមតំណែងរបស់ខ្ញុំមិនគួរទុកគេឡើយសិនឈឺដែលខ្ញុំស្គាល់មិនមែនជាមនុស្សបែបនេះទេប៉ុន្តែក្លិនឈាមដែលភាយពេញអាកាសមិនអាចជាការខ្លាចបន្លំបានទេសិនឈឺគេពិតជាត្រូវបានខ្ញុំបង្វឹកឲ្យខ្លាយជាមនុស្សខុសប្រក្រតីមែនទេកុំបារម្ភគេមិនស្លាប់ទេខ្ញុំមិនបានធ្វើបាបគេទេមិនបានធ្វើបាបគេមិនបានធ្វើបាបគេចុះឈាមទាំងនេះមកពីណាអ្វីមិនប្រញាប់សង្គ្រោះមនុស្សខ្ញុំសូម្បីតែមិនបានសម្លឹងមើលសិនឈឺឲ្យច្បាស់ផងពេលនេះសម្លឹងមើលគេឲ្យចំទើបឃើញថាបូម៉ាត់របស់គេស្លេកស្លាំងផ្ទៃមុខខ្ញុំឈាមបន្តិចសោះសិនឈឺគេឈឺមែនទេខ្ញុំគ្រាន់តែចង់ដឹងចម្លើយមួយប៉ុណ្ណោះឥឡូវខ្ញុំដឹងហើយប្រព័ន្ធខ្ញុំមានអារម្មណ៍មិនល្អសោះម្ចាស់ផ្ទះខ្ញុំក៏ដូចគ្នាដែរគ្មាននរណាដឹងថាខ្ញុំនាំលីឈុនទៅណាឡើយមិនត្រឹមតែអ្នកនាងធំដឹងទេថែមទាំងអាចរកឃើញទីនេះយ៉ាងត្រឹមត្រូវទៀតផងចុះបើខ្ញុំបានដាក់ឧបករណ៍កំណត់ទីតាំងលើខ្លួនគេវិញខ្ញុំបានពិនិត្យហើយគឺគ្មានទេខ្ញុំតែងតែគិតថាហេតុអ្វីបានជាអ្នកនាងធំច្បាស់ជាបារម្ភពីខ្ញុំតែបែរជាច្រើនខ្ញុំចេញម្ដងហើយម្ដងទៀតបែបនេះតើមានអ្វីម្យ៉ាងកំពុងគ្រប់គ្រងពាក្យសម្ដីនិងទង្វើរបស់អ្នកនាងធំមែនទេឬក៏អ្នកនាងធំមានហេតុផលដែលត្រូវតែធ្វើបែបនេះប៉ុន្តែខ្ញុំមិនខ្វល់រឿងទាំងនោះទេអ្នកនាងធំអាចបន្តធ្វើរឿងអយុត្តិធម៌ដាក់ខ្ញុំទៀតចុះអ្នកនាងធំសូមក្តីមេត្តាផងឲ្យខ្ញុំនៅក្បែរអ្នកទៅសិនឈឺប្រព័ន្ធឥឡូវកម្រិតគំនិតអាក្រក់របស់គេកើនដល់ប៉ុន្មានហើយម្ចាស់ផ្ទះកម្រិតគំនិតអាក្រក់របស់គោដៅបានធ្លាក់ចុះមកត្រឹម40ហើយខ្ញុំសម្រេចចិត្តបោះបង់បេសកកម្មនេះហើយនៅក្នុងពិភពលោកនេះអត្តសញ្ញាណជាកូនស្រីតកូវិញគឺដើមឡើយពឹងផ្អែកលើព្រលឹងរបស់អ្នកដើម្បីចាប់កំណើតបន្ទាប់ពីអ្នកចាក់ចេញការចងចាំទាំងអស់របស់មនុស្សគ្រប់គ្នាអំពីវិនរោនិងរលាយបាត់គ្មាននរណាចងចាំអ្នកឡើយហើយក៏គ្មាននរណាម្នាក់សោកសៅដែរខ្ញុំបានដឹងពីលទ្ធផលនេះតាំងពីដំបូងមកម្លេះការត្រឡប់ទៅវិញរបស់ខ្ញុំគ្រាន់តែចង់រួមដំណើរជាមួយពុកម៉ែក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះនៅសល់ពេល1ខែទៀតខ្ញុំចង់លាត្រកូវិននិងសិនឈឺឲ្យបានល្អមិនអីទេខ្ញុំដឹងថាបេសកកម្មលើកនេះវាពិបាកខ្លាំងណាស់សម្រាប់អ្នកម្ចាស់ផ្ទះខ្ញុំបានស្នើសុំអសានវាចុងក្រោយជូនអ្នកហើយខ្ញុំអាចបញ្ជូនអ្នកត្រឡប់ទៅវិញដើម្បីឲ្យអ្នកបានជួបជុំជាមួយក្រុមគ្រួសារបេសកកម្មនេះចាត់ទុកថាខ្ញុំលួចបានមកចុះដើមឡើយខ្ញុំគួរតែស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះបាត់ទៅហើយប៉ុន្តែនៅក្នុងពិភពលោកនេះបែរជាបានជួបលោកពុកអ្នកម៉ែដែលស្រឡាញ់ថ្នាក់ក្នុងខ្ញុំដូចគ្នាតើអ្នកនាងធំមកដើម្បីកាត់ទោសខ្ញុំមែនទេដូចអ្នកផ្សេងមកចុះខ្ញុំមិនចង់ឲ្យអ្នកកាត់ទោសប្រហារជីវិតខ្ញុំដោយផ្ទាល់មាត់ឡើយសិនឈឺតើអ្នកកំពុងគិតអីហ្នឹងអេលីឈុនខ្ញុំបានឲ្យលុយគេគ្រប់គ្រាន់ដើម្បីចាក់ចេញពីទីក្រុងនេះរហូតហើយរាល់ចំនួនរវាងអ្នកនិងគេខ្ញុំបានឲ្យគេដោះស្រាយរួចរាល់អស់ហើយគ្មាននរណាម្នាក់ដេញដល់រកខុសត្រូវជាមួយអ្នកទៀតឡើយអ្នកនាងធំខ្ញុំឈឺណាស់តើអ្នកឈឺត្រង់ណាទៅអ្នកគ្រាន់តែក្តៅខ្លួនប៉ុណ្ណោះបើរាងកាយមិនស្រួលខ្លួនខ្ញុំនឹងមើលថែអ្នកឲ្យបានល្អអ្នកនាងធំតើអាចទេកុំចាក់ចេញពីខ្ញុំក្នុងជាតិភពនេះខ្ញុំចង់យល់ព្រមជាមួយអ្នកខ្លាំងណាស់សុំទោសសិនឈឺចូលចងចាំថាខ្ញុំនឹងស្រឡាញ់អ្នករហូតទៅប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយអាអ៊ីមួយរយៈនេះគេងលក់ស្រួលស្បែកមុខស្រស់ថ្លាជាងមុនច្រើនណាស់ម្ហូបនៅផ្ទះឆ្ងាញ់ធ្វើឲ្យមានសុខភាពល្អលោកពុករីករាយថ្ងៃកំណើតគ្មានកាដូថ្លៃថ្នូរទេមានតែយ័ន្តសន្តិភាពធ្វើដោយដៃផ្ទាល់សម្រាប់ដាក់លើទៅធ្វើការដើម្បីឲ្យមានសេចក្តីសុខនិងលាភសំណាងពុកចូលចិត្តណាស់ពុកនឹងពាក់វាជាប់ខ្លួនជានិច្ចចង់បានឡានគ្រឿងអលង្ការឬទៅរៀននៅបរទេសអាចប្រាប់ពុកបានទាំងអស់កូនមិនត្រូវការអ្វីទាំងអស់កូនគ្រាន់តែចង់ឲ្យលោកពុកអ្នកម៉ែមានសេចក្តីសុខនិងសុខភាពល្អគឺគ្រប់គ្រាន់ហើយពុកឯងជាមនុស្សមិនសូវនិយាយស្ដីតែស្រឡាញ់កូនណាស់ពេលមុនកូនមិនសប្បាយចិត្តមិនព្រមចេញក្រៅគាត់សុខចិត្តលុបចោលពិធីជប់លៀង3ដើម្បីនៅផ្ទះញ៉ាំបាយជាមួយកូនរាល់ថ្ងៃគ្រួសារតែមួយគួរតែបែបហ្នឹងហើយអូមែនហើយមួយរយៈនេះសិនឈឺនៅតែផ្ទះត្រកូវិនរាល់ថ្ងៃមិនដែលមកជួបរំខានកូនឡើយគ្រាន់តែជួយថែសួនកាស្ងាត់និងធ្វើតាមចិត្តកូនគ្រប់យ៉ាងតើកូននិងគេឥឡូវមានទំនាក់ទំនងអ្វីនឹងគ្នាឲ្យប្រាកដគ្រាន់តែជាមនុស្សដែលស្នាក់នៅបណ្ដោះអាសន្នក្នុងផ្ទះយើងប៉ុណ្ណោះម៉ែជាអ្នកធ្លាប់ឆ្លងកាត់រឿងនេះម៉ែដឹងច្បាស់ណាស់ថាភ្នែករបស់សិនឈឺមានតែរូបកូនម្នាក់គត់កាលពីមុនដើម្បីកូនគេសុខចិត្តធ្វើបាបខ្លួនឯងរហូតចូលមន្ទីរពេទ្យចិត្តមួយនេះគឺពិតប្រាកដណាស់ពុកធ្លាប់ស្រាវជ្រាវពីប្រវត្តិរូបគេហើយជាមនុស្សកំសត់កំរណាស់ប៉ុន្តែឲ្យតែសំចិត្តកូនពុកអាចទទួលគេឲ្យស្នាក់នៅទីនេះបានប្រសិនបើកូនមិនចូលចិត្តពុកនឹងដេញគេចេញភ្លាមមិនបាច់បង្ខំចិត្តខ្លួនឯងទេខ្ញុំត្រូវបានកំណត់ថាត្រូវតែត្រឡប់ទៅពិភពដើមវិញដូច្នេះហើយទើបខ្ញុំមិនហ៊ានទទួលយកក្តីស្រឡាញ់មួយនេះបានត្រឹមតែច្រានចេញគេល្អណាស់គ្រាន់តែពួកយើងមិនសមគ្នាពេលឆ្នាំនេះកូនហាក់ដូចជាមានទុក្ខកង្វល់ច្រើនណាស់មានតែពេលកូននៅជាមួយសិនឈឺទេទើបកូនមានពន្លឺក្នុងភ្នែកលោកពុកអ្នកម៉ែដឹងទាំងអស់ទោះជាកូនសម្រេចចិត្តបែបណាក៏ដោយពួកយើងនៅតែគាំទ្រកូនជានិច្ចកូនដឹងហើយអរគុណលោកពុកអ្នកម៉ែខ្លាំងណាស់មានពួកគាត់គឺពិតជាល្អណាស់សិនឈឺជួយទៅបាយខាងកើតទីក្រុងមួយជើងបានទេអ្នកនាងធំនឹងស្អាតខ្លាំងណាស់ថ្ងៃនេះចង់ញ៉ាំអ្វីខ្ញុំនឹងទៅទិញជូនភ្លាមនំថៅស៊ូហាងចាស់បុរាណនៅប៉ែកខាងកើតទីក្រុងមានតែហាងមួយនោះទេដែលត្រូវមាត់ខ្ញុំទិញតែពីប្រអប់មកបានហើយចាំខ្ញុំណាខ្ញុំនឹងប្រញាប់ត្រឡប់មកវិញ
ខ្ញុំគ្មានអ្វីត្រូវស្ដាយក្រោយទៀតទេបានរួមខុបកំណើតជាមួយលោកពុកជួយអ្នកម៉ែខ្ចប់នំដាវសៀវដោះស្រាយរាល់ការយល់ច្រឡំជាមួយសិនឈឺធ្លាប់មានសុភមង្គលពេញលេញមនុស្សគ្រប់គ្នានឹងភ្លេចខ្ញុំគ្មាននរណាម្នាក់សោកសៅព្រោះតែខ្ញុំឡើយបែបនេះគឺល្អបំផុតហើយទទួលបញ្ជាចាប់ផ្ដើមដំណើរការចាក់ចេញភ្លាមឈប់សិនផ្អាកកម្មវិធីសិនទុកពេលឲ្យខ្ញុំកន្លះម៉ោងទៀតម្ចាស់ផ្ទះបដូរការណែនាំរាប់ថយក្រោយ30នាទីប្រសិនបើកន្លះម៉ោងទៀតគេមិនទាន់មកវិញទេខ្ញុំនឹងចាក់ចេញដោយស្ងប់ចិត្តប្រព័ន្ធតោះទៅអាអ៊ីតើអ្នកចង់ទៅណាគឺមកពីខ្ញុំទិញនំថៃស៊ូយឺតពេលគឺជាកំហុសរបស់ខ្ញុំអ្នកកុំចាក់ចេញទៅអីបានទេអាអ៊ីតើអ្នកធ្លាប់ស្រឡាញ់ខ្ញុំទេទោះបីជាបន្តិចបន្តួចក៏ដោយមិនដែលទេសិនឈឺខ្ញុំមិនដែលស្រឡាញ់អ្នកឡើយចូលភ្លេចខ្ញុំទៅតើអ្នកចង់បោះបង់ខ្ញុំចោលម្ដងទៀតមែនទេដោយកាលពីមុនបំភ្លេចខ្ញុំចោលទាំងស្រុងខ្ញុំស្រឡាញ់ក្រុមគ្រួសាររបស់ខ្ញុំស្រឡាញ់មិត្តភក្តិស្រឡាញ់ជីវិតក្នុងពិភពពិតរបស់ខ្ញុំហេតុនេះហើយខ្ញុំមិនអាចនៅទីនេះបានទេតាំងពីដំបូងមកខ្ញុំធ្លាប់តែប្រឆាំងនឹងបេសកកម្មនេះស្អប់ការជាប់ជំពាក់ជំពិនតែប៉ុន្មានឆ្នាំមកនេះខ្ញុំស្រឡាញ់គ្រប់យ៉ាងនៅទីនេះខ្លាំងណាស់ស្រឡាញ់លោកពុកអ្នកម៉ែហើយខ្ញុំក៏ប៉ុន្តែខ្ញុំត្រូវបានកំណត់ថាមិនមែនជាមនុស្សរបស់ពិភពលោកនេះឡើយកុំអីអាអ៊ីបើគ្មានរូបអ្នកទេតើឲ្យខ្ញុំរស់នៅបន្តរបៀបណាទៅលោកពុកអ្នកម៉ែទីបំផុតកូនភ្ញាក់ហើយភ្ញាក់ដឹងខ្លួនគឺល្អហើយកូនគេងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់រយៈពេល11ខែពេញលោកពុកអ្នកម៉ែនៅចាំកូននៅខាងក្រៅរាល់ថ្ងៃខ្លាចតែគ្មានថ្ងៃបានឃើញកូនបើកភ្នែកឡើងវិញពិតជាល្អណាស់ខ្ញុំដែលគួរតែលាបាត់ពីលោកនេះទៅហើយបែរជាត្រូវបានប្រព័ន្ធផ្ដល់ពេលឲ្យ2ខែដើម្បីស្នាក់នៅទីនេះដោយសន្តិភាពនិងលាលោកពុកអ្នកម៉ែជាទីស្រឡាញ់ជាចុងក្រោយប៉ុន្តែពេលនេះលោកពុកអ្នកម៉ែបានចំណាយប្រាក់សន្សំទាំងអស់ដើម្បីព្យាករខ្ញុំហាងលក់គ្រឿងទេសដែលធ្លាប់តែមានញឹកក៏ត្រូវបាត់បង់មួយចិត្តសាយធនទៅហើយប៉ុន្តែចំណេះដឹងចំនួនដែលលោកពុកវិនបានបង្រៀនគឺគ្រប់គ្រាន់ដើម្បីស្រោចស្រង់ស្ថានភាពនេះឡើងវិញទោះបីជាខ្ញុំចាក់ចេញទៅក៏អាចជួយឲ្យពួកគាត់រស់នៅបានស្រួលដែរលោកពុកអ្នកម៉ែកូនចង់ពិភាក្សាជាមួយពួកគាត់អំពីគម្រោងកែមហាងលក់គ្រឿងទេសនៅខាងក្រោមមួយរយៈនេះកូនបានពិនិត្យមើលបញ្ជីចំណូលចំណាយនិងទំនិញចេញចូលរបស់ហាងក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះឡើងវិញកូនបានរៀបចំផែនការកែមទាំងស្រុងរួចរាល់ហើយកែមហាងវិនអ៊ីកាលពីមុនកូនមិនដែលខ្វល់ពីមុខរបរនៅក្នុងហាងទេសូម្បីតែគិតលុយក៏កូនថាធុញទ្រាន់ដែរហើយអ្វីក្រោយពេលជាធ្ងន់មួយប្រាវនេះបែរជាមកចាប់អារម្មណ៍រឿងរកស៊ីលក់ដូរទៅវិញមែនហើយកាលពីមុនការទិញទំនិញចូលស្តុកឬទំនាក់ទំនងជាមួយមួយកូនមិនដែលចង់ប៉ះពាល់តតែសោះគ្រាន់តែឃើញបញ្ជីកណេឲ្យក៏ឈឺក្បាលដែរចុះឥឡូវមិនក៏ចេះរឿងទាំងនេះទៅវិញគេងយូរពេកធ្វើឲ្យកូនយល់ច្បាស់ពីសិទ្ធិធម៌ជាច្រើនកូនសូមនិយាយពីចំណុចស្នូលនៃការកែជាមុនសិនទី1យើងត្រូវលក់បញ្ចុះតម្លៃទំនិញជិតហួសកំណត់ដើម្បីប្រមូលប្រាក់បង្វិលត្រឡប់មកវិញទី2ត្រូវតាក់ទងទិញផ្ទាល់ពីប្រភពដើមដើម្បីកាត់បន្ថយថ្លៃដើមនិងបង្កើនប្រាក់ចំណេញពាក្យបច្ចេកទេសចំនួនទាំងនេះតើកូនរៀនមកពីណាពួកយើងជាអ្នកក្រៅសង្វៀនគឺស្ដាប់មិនយល់សោះឡើយក្រៅពីនេះត្រូវមានការគ្រប់គ្រងបន្ថែមដោយបង្កើតក្រុមអតិថិជនប្រចាំតំបន់និងប្រព័ន្ធសន្សំពិន្ទុសម្រាប់សមាជិកដើម្បីទាក់ទាញអតិថិជននៅក្នុងបុរីជុំវិញនេះឲ្យមកទិញម្ដងហើយម្ដងទៀតប្រព័ន្ធតាសិនឈើលើសុខសប្បាយជាទេពេលនេះគេច្បាស់ជាភ្លេចខ្ញុំបាត់ទៅហើយមែនទេម្ចាស់ផ្ទះគំនិតអាក្រក់របស់តួអង្គកំណាចសិនឈើបានឡើងដល់100ហើយសូមអបអរសាទរដែលបានបំពេញបេសកកម្មដោយជោគជ័យគំនិតអាក្រក់របស់គេដល់100ហើយអញ្ចឹងនៅក្នុងសៀវភៅច្បាប់ដើមទីបញ្ចប់របស់គេម្ចាស់ផ្ទះសិនជាបានបាត់ខ្លួនហើយចាប់តាំងពីអ្នកចាក់ចេញពីពិភពលោកនោះមកគេបានបាត់ខ្លួនដោយគ្មានដំណោយឡើយខ្ញុំរកគេមិនឃើញទេទោះជាយ៉ាងណាក៏ដោយក៏សូមអបអរសាទរដែលបានបំពេញបេសកកម្មរួចរាល់និងទទួលបានអាយុកាលមកវិញខ្វល់ធ្វើអីគេគ្រាន់តែជាតួអង្គក្នុងក្រដាសម្នាក់ប៉ុណ្ណោះឥឡូវពួកយើងរស់នៅបានស្រួលហើយកូនក៏មានអាយុ25ឆ្នាំដែរមែនទេអាយុ25ឆ្នាំមានបញ្ហាអីមែនទេ25ឆ្នាំមិនមែនក្មេងទៀតទេកូនស្រីរបស់លោកពុកលីអាយុស្មើកូនឆ្នាំមុនកើតកូនទី2រួចបាត់ទៅហើយលោកពុកអ្នកម៉ែតើពួកគាត់ចង់និយាយពីអ្វីឲ្យប្រាកដអ្នកមីងវាងបានណែនាំនិស្សិតបញ្ចប់ការសិក្សាពីបរទេសម្នាក់គេធ្វើការនៅធនាគារហើយគ្រួសារក៏មានជីវភាពធូរធារដែរថ្ងៃស្អែកជាថ្ងៃសៅរ៍គេណាត់កូនទៅផឹកកាហ្វេទៅជួបគេបន្តិចទៅបានតើម៉ោងប៉ុន្មានម៉ោង3រសៀលគេឈ្មោះឈិនយាអ្នកមីងវាងប្រាប់ថាគេជាមនុស្សគួរឲ្យទុកចិត្តណាស់ចាស់ខ្ញុំបានចាក់ចេញពីពិភពលោកក្នុងសៀវភៅអស់រយៈពេល2ឆ្នាំហើយសិនឈឺតើអ្នករស់នៅបានសុខសប្បាយជាទេកញ្ញាវិនខ្ញុំឈ្មោះឈិនយាអ្នកមីងវាងប្រហែលជាបានណែនាំពីប្រវត្តិខ្លះហើយខ្ញុំធ្វើការផ្នែកគ្រប់គ្រងហានិភ័យនៅធនាគារកណ្ដាលជំរាបសួរលោកឈិនលោកក៏ប្រហែលជាដឹងពីស្ថានភាពរបស់ខ្ញុំហើយដែរខ្ញុំបើកហាងលក់ទំនិញងាយស្រួលសាខាទាំង3គឺមិនសូវធំប៉ុន្មានទេបាទដឹងតាអ្នកមីងវាងបានប្រាប់ខ្ញុំហើយថាកញ្ញាវិនជាមនុស្សពូកែណាស់អាចបង្កើតហាងរហូតមានសាខាច្រើនដោយខ្លួនឯងគឺមិនងាយស្រួលទេមនុស្សស្រីដែលអាចធ្វើបានកម្រិតនេះពិតជាកម្រមានណាស់តើលោកឈិនមិនសូវបានជួបមនុស្សស្រីញឹកញាប់ទេមែនទេក៏មិនមែនដែរខ្ញុំធ្លាប់បានជួប